Hello សួស្តីបងប្អូនបាទថ្ងៃមុនខ្ញុំនិយាយរឿងlaptop បកផ្លាកឆ្នាំទៀបហើយនិយាយឥឡូវទទួលមួយហ្មងនេះអឺបងប្អូនយើងទិញណាប្រភេទ Lenovo ឯងតែប្រភេទពណ៌នេះធន់ទោះជាឆ្នាំប៉ុណ្ណឹងក៏យើងអាចយកទៅប្រើប្រាស់ការងារជាច្រើនបានដោយសារប្រភេទនេះធន់ប៉ុន្តែនេះបាត់ laptop ឃើញទេវាអត់មានផ្លាកឆ្នាំណាវាបាត់ផ្លាកឆ្នាំខ្ញុំមិនដឹងថាប្រភេទតែប្រភេទ Lenovo ពេលខ្លះខ្ញុំអត់សូវឃើញផ្លាកឆ្នាំឯងប៉ុន្តែជាធម្មតាស៊េរីមុននេះមិនដឹងទេណាតែស៊េរីក្រោយៗមកខ្ញុំឃើញមានផ្លាកឆ្នាំនៅនេះមកបន្តតែមិនដឹងថាស៊េរីឆ្នាំនេះនឹងគេចេញបិទ sticker ផ្លាកឆ្នាំអត់ប៉ុន្តែនេះអាលោកសិលអត់មានផ្លាកឆ្នាំទេអញ្ចឹងបងប្អូនយើងគាត់ទិញយកមកប្រើប្រាស់វាឆ្នាំទៀតផលិតផលតែឆ្នាំទៀតដូចខ្ញុំតែនិយាយខ្ញុំដំណើរការសើស្រួលទេប៉ុន្តែគាត់ថាប្រភេទ Lenovo វាធន់ដូច Dell អញ្ចឹងគេថាម៉ាស៊ីនដែលធន់វាមានតែពីរប្រភេទទេ Dell ហើយ Lenovo ម៉ាស៊ីនប្រភេទហ្នឹងធន់ហើយប្រើប្រាស់បានយូរចៅវា Apple ដល់តែយូរស្រាប់ហើយព្រោះវាម៉ាស៊ីនវាល្អតែបើយើងថាប្រភេទធម្មតាមានតែ Lenovo ហើយនិង Dell ឯងធន់តែទូជាធន់យ៉ាងណាក៏ដោយខ្ញុំតែងតែ recommend កុំព្យាយាមទិញម៉ាស៊ីនដែលឆ្នាំទៀតពេកវាអត់សូវល្អតាមប្រើប្រាស់ទេតែដោយសារនេះបងប្អូនយើងត្រូវការលុយតិចតួចដែរហើយគាត់ទុំទិញនេះsale បិទគេឆ្នាំ2025ខែ12ចុងឆ្នាំ721ទិញបានមួយខែហ្នឹងឃើញទេឃើញខ្ញុំបានប្រាប់ខ្ញុំទិញឆ្នាំទៀតនេះបើសិនឆ្នាំ2018មកដល់ឥឡូវក៏ឆ្នាំអាចថាឆ្នាំទៀតដែរប៉ុន្តែគាត់ថានៅប្រើបានទទួលស្គាល់តែប្រើបានប៉ុន្តែតម្លៃដែលខ្ញុំសួរទៅបងប្អូនយើងទិញយ៉ាងថ្លៃដែរគួរសមថ្លៃមែនតើយើងអាចយកលុយហ្នឹងទិញឆ្នាំដែលនៅឆ្នាំពោះបានឆ្នាំអាចទិញឆ្នាំ22អីម៉ាស៊ីនហាក់ផែនេះបានតែគាត់ថា brand ផ្សេងហ្នឹងLenovo យ៉ាងតម្លៃគួរសមប៉ុន្តែខ្ញុំតែលើកចិត្តបងប្អូនដែលចង់ប្រើប្រាស់ laptop ជ្រើសរើសឆ្នាំខ្ពស់តិចមកខ្ញុំទិញឆ្នាំទៀតពេកគាត់នេះបើប្រើ2ឆ្នាំមួយទៀតវាអត់ទៅដើរយឺតជាងណាព្រោះបច្ចុប្បន្ននេះhardware ជាផ្នែកមួយផ្នែកទី2គឺ software update មួយចំនួនដល់ពេលគេកែសម្រួលបាត់ទៅsoftware hardware សេរីចាស់ជួនកាលអត់ស្គាល់ទេដំណើរការអត់ស្រួលទេធ្វើឲ្យយឺតទៅវិញការកែសម្រួល software គេធ្វើឲ្យលឿនប៉ុន្តែដោយសារពីបាយយើងចាស់ជួនកាលយើងអត់ស្គាល់ទៅវាទៅយឺតវិញអញ្ចឹងពេលខ្លះទៅល្អប្រើនៅពេលដែលការអភិវឌ្ឍ technology លឿនអញ្ចឹងយើងប្រើរបស់ដែលឆ្នាំទៀតអត់សូវល្អព្យាយាមដើរឲ្យមិនតាន់ទិញយើងបានតាន់ដល់ឆ្នាំវាគឺនិយាយទៅត្រឹមក្រោម5ឆ្នាំយកខំមកបានហើយឲ្យតាន់ចំណងប៉ុណ្ណឹងទៅទោះបីយើងអាចដំណើរការតាន់គេដែរដល់7 8ឆ្នាំយើងលាក់ទៅនិយាយអញ្ចឹងណាអូខេមានប៉ុណ្្នឹងឯងវីដេអូហ្នឹងអរគុណ